ក្មួយស្រីបានបាត់មុខពីស្រុកមួយរយៈវិលចូលស្រុកវិញធ្វើឲ្យម្ដាយមីងស្រក់ទឹកភ្នែកស្ទើរតែនិយាយអ្វីមិនចេញព្រោះមិននឹកស្មានថាក្មួយស្រីរបស់គាត់ដែលធ្លាប់តែកំសត់ដើរទូលនំក្រូចលក់ហាលក្តៅហាលភ្លៀងដើម្បីយកលុយមកចិញ្ចឹមម្ដាយនិងចិញ្ចឹមជីដូនចាស់ស្រាប់តែបាត់មុខពីស្រុកកំណើតមួយរយៈធំហើយវិលចូលស្រុកវិញคล้ายជាម្ចាស់ក្រុមហ៊ុនល្បីមួយមានលុយធ្វើសប្បុរសធម៌ជួយអ្នកក្រខ្សត់និងអ្នកធ្លាប់មានគុណនៅក្នុងភូមិចំនួន60គ្រួសារម្ដាយមីងបានយំរៀបរាប់ទាំងអួលដើមកថាក្មួយស្រីរបស់គាត់កាលពីនៅតូចដើរទូលតែនំក្រូចលក់ហើយហេតុតែចង់ជោគជ័យឬបំរាស់ខ្លួនឲ្យផុតពីភាពលំបាកក្មួយស្រីរបស់គាត់បានពឹងគាត់ដែលជាម្ដាយមីងឲ្យទៅចងការលុយគេយកមកឲ្យក្មួយដើម្បីធ្វើជាទុនឡើងទៅភ្នំពេញដោយមើលឃើញពីការតស៊ូនិងឆន្ទៈរបស់ក្មួយស្រីម្ដាយមីងក៏សម្រេចចិត្តទៅចងការលុយគេឲ្យក្មួយស្រីទុកសម្រាប់ធ្វើជាទុនឡើងទៅភ្នំពេញស្រាប់តែបាត់មុខពីស្រុកមួយរយៈធំក្មួយវិលចូលស្រុកវិញជាមួយនឹងភាពជោគជ័យคล้ายទៅជាម្ចាស់ក្រុមហ៊ុន Haniwin មានលុយដើរជួយគេគ្រប់កន្លែងធ្វើឲ្យម្ដាយមីងគាត់រំភើបក្តោះក្ដួលដោយមិននឹកស្មានថាក្មួយស្រីរបស់គាត់ដ៏កំសត់បានដល់ចំណុចនេះសោះព្រោះពីមុនក្មួយស្រីរបស់គាត់គ្រាន់តែជាអ្នកដើរលក់នំក្រូចគ្រាន់ត្រឹមបានលុយទិញអង្ករយកមកដាំបាយហូបមួយចំអែតក្រពះតែប៉ុណ្ណោះក្រៅពីការដើរជួយតាមបណ្ដាខេត្តផ្សេងថ្ងៃនេះប្អូនស្រីធីតា Haniwin បានទៅដល់ស្រុកកំណើតហើយបានហៅចាស់អ្នកក្រខ្សត់ចំនួន60គ្រួសារមកទទួលអំណោយពីគាត់ក្នុងនោះមានអ្នកខ្លះធ្លាប់មានគុណជួយទិញនំក្រូចនិងអ្នកខ្លះធ្លាប់ហុចបាយសម្លកាលពីប្អូនស្រីធីតានៅជាក្មេងកំសត់ស៊ីអត់ស៊ីឃ្លានដើរទូលនំក្រូចលក់ចែធីតាបានទេខ្ញុំចង់ដឹងថាពីមុនជាគាត់ជាមនុស្សតស៊ូយ៉ាងម៉េចបានមកដល់ចំណុចនេះពួកខ្ញុំគាត់ក្មេងចិត្តល្អគាត់តស៊ូតាំងពីទូនមកនិយាយធ្វើនំឲ្យដើរលក់មកអាលក់ដល់អត់ចូលផ្ទះទេអូឃើញអញ្ចឹងធ្លាប់លក់នំទៀតនំដងនំប៉ាំងជៀននំក្រូចហើយគាត់អ្នកធ្វើខ្លួនឯងក៏មិនយាយឲ្យខ្ញុំធ្វើគាត់លក់សម្រាប់ខ្លាចជាម្ចាស់បរិទ្ធក្នុងកាត់ជីវិតតាដូចខ្ញុំនិយាយអញ្ចឹងធ្វើនំធ្វើគាត់លក់ហ្នឹងបងគាត់ក៏អាយុ8 10គាត់ដើរធ្វើការអញ្ចឹងមកបានលុយចំម៉ែគាត់អញ្ចឹងគាត់តស៊ូមកបានប៉ុណ្ណេះហត់ទៅរាល់ថ្ងៃនេះគាត់មិនមែនពេលម្ដងទេគាត់មករកខ្ញុំឲ្យខ្ញុំចង់ការលុយគេឲ្យគាត់ជ័យលុយគេឲ្យគាត់អញ្ចឹងណាដើម្បីគាត់ធ្វើដើមទុនជ័យលុយឲ្យខ្ញុំដាក់ចេញបុកឲ្យគាត់អញ្ចឹងណាចៃមកពីមកណែបងប្អូនឃើញមុខអញ្ចឹងណាប្រវត្តិថោកខ្ចីលុយគេដែរតើអញ្ចឹងបានន័យថាតម្រាំដល់ជីវិតចែបានមកដល់ចំណុចនេះគឺថាគាត់ពុះពៀគ្រប់ឧបសគ្គតស៊ូជាមួយលោកយាយតែឥឡូវលោកយាយបានចែកឋានហើយជំនាញទី1ខ្ញុំមានតែអរគុណទៅដល់ម៉ាក់របស់ខ្ញុំដែលបានធ្វើឲ្យខ្ញុំរឹងមាំដល់សប្តាហ៍ថ្ងៃនេះព្រោះគាត់ជាអ្នកមានបុណ្យរបស់ខ្ញុំណាហើយក៏ទី2គឺអ្នកមីងនិយាយមកទៅគឺជាមីងមួយដែលថាឃើញក្មួយអត់មិនដែលបងក្មួយចោលទេស្រឡាញ់ក្មួយដល់សពអីនិយាយទៅក៏ជាមីងមួយដែលរឹងមាំអស់ចាសម្រាប់ក្មួយមើលថែក្មួយមិនបោកបង់ក្មួយចោលនៅពេលក្មួយលំបាកគ្រប់យ៉ាងគឺមានតែគាត់ដែលនៅក្បែរខ្ញុំពេលខ្ញុំក្រពេលខ្ញុំលំបាកដូចគាត់និយាយមុនអញ្ចឹងគឺខ្ញុំបានពឹងឲ្យគាត់ដើរចៃលុយគេមានមុខចៃលុយគេគ្រប់កន្លែងដើម្បីក្មួយមិនចង់ឲ្យក្មួយអត់មិនចង់ឲ្យក្មួយលំបាកមកដល់ពេលនេះគឺខ្ញុំជោគជ័យគឺគាត់ថ្ងៃជាអ្នកធ្វើឲ្យខ្ញុំបានជោគជ័យដូចគ្នាទោះបីគាត់មិនមានសមត្ថភាពលុយគាត់ផ្ទាល់ខ្លួនឲ្យខ្ញុំតែគាត់អាចមានសមត្ថភាពដើររកលុយអ៊ំនៅញាតិចិត្តខាងទីនេះឲ្យខ្ញុំហើយអ៊ំក៏ខ្ញុំជាមនុស្សអ្នកនៅដឹងគុណគាត់នៅនឹងឯងនៅទីនេះគាត់ក៏ជាមនុស្សអ៊ំដែលខ្ញុំដឹងគុណស្រឡាញ់គាត់មិនដែលភ្លេចគុណគាត់ទេព្រោះគាត់បានឲ្យខ្ញុំចៃលុយដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងអំពើល្អខ្ញុំជឿថាអ៊ំពូមីងនឹងអាចខំប្រឹងធ្វើអំពើល្អតាមថែរក្សាទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំតាំងពីក្មេងមកដល់វ័យពេញនេះគឺខ្ញុំឆ្លងកាត់ច្រើនប៉ុន្តែខ្ញុំបដោតទៅលើតែអំពើល្អរបស់ខ្ញុំនៅតាមខ្លួនគឺបដោតដល់ពេលនេះសប្តាហ៍ថ្ងៃនេះហើយខ្ញុំក៏បានតាំងចិត្ត
ថានៅថ្ងៃណាមួយខ្ញុំជោគជ័យខ្ញុំអត់ភ្លេចភាពក្រអត់ភ្លេចភាពដើមរបស់ខ្ញុំនៅកើតនៅប្លុកណាខំពីចំណុចណាមកខ្ញុំអត់ដែលភ្លេចដល់សប្តាហ៍ថ្ងៃនេះហើយជីតាអាចដឹងឯតាណោះចោលពិបាកដល់កម្រិតណាតាអាចឃើញអញ្ចឹងហើយនេះហើយគឺមូលហេតុដែលខ្ញុំមិនដែលបោះបង់ភាពក្រហើយមិនដែលភ្លេចភាពក្រទោះបីខ្ញុំដើរដល់ចដៅនៅកម្មណាក៏ខ្ញុំនៅតែចងចាំថាខ្ញុំជាក្មេងស្រីម្នាក់ដែលដើរលក់នំលំបាកវិចតែតោពុះឆ្លងកាត់ភ្លៀងក្តៅត្រជាក់រងាដោយខ្លួនឯងទាំងដែលម្ដាយដឹងមានតែមីងទេដែលដឹងថាខ្ញុំល្ងាហើយក្តៅគាត់ដែរមកគាត់ឯងបាទ ហើយអំណោយនេះខ្ញុំតាំងចិត្តតាំងពីក្មេងអើយខំប្រឹងបាននិយាយសន្យាខ្លួនឯងពីអាយុខ្ញុំចាប់ដើមដឹងក្តីចេះគិតគឺអាយុ25ខ្ញុំបានមានគំនិតមួយថាខ្ញុំនឹងឲ្យខ្លួនឯងមានឲ្យបានហើយខ្ញុំនឹងដែលមានបានទាំងប្រមាណខ្ញុំនឹងជ្រុំជ្រែងមីងឬក៏សាច់ញាតិបងប្អូនខ្ញុំឲ្យបានរលូនខ្ញុំមានបានខ្ញុំនឹងជួយបងប្អូនខ្ញុំហើយខ្ញុំនឹងខំប្រឹងរលុយបន្តទៀតដើរធ្វើអំពើល្អចែករំលែកទៅដល់អ៊ំពូមីងមិនថាស្រុកកំណើតខ្ញុំទីនេះឬតាមខេត្តខ្ញុំតាំងចិត្តរួចហើយតែពេលនេះក្មួយបានធ្វើបានហើយនៅចំណុចមួយទៀតឲ្យក្មួយតន់ធ្វើបានក្មួយចង់ឲ្យ brand របស់ក្មួយ HW អានេះវិញ cosmetic ជាលក់ផលិតផល cosmetic មួយឲ្យវាចង់ឲ្យបងប្អូនគាំទ្រឲ្យនេះខ្ញុំមានកម្លាំងចិត្តតទៅមុខទៀតដើម្បីបានថវិកាដែលខ្ញុំតាំងចិត្តពីក្មេងចង់ចែករំលែកទៅអ៊ំនៅខេត្តផ្សេងទៀត brand របស់ខ្ញុំទៅតែបង្កើតបាន2ឆ្នាំទេចឹងខ្ញុំនឹងសង្ឃឹមខ្លួនឯងដូចគ្នាថារាល់ថ្ងៃដែលខ្ញុំខំប្រឹងចូលដល់សប្តាហ៍ថ្ងៃនេះខ្ញុំនឹងជឿទៅលើពុកម៉ែបងប្អូនជួយចែករំលែកនឹងការ share ការ like នឹង page ក្រុមហ៊ុនរបស់នាងខ្ញុំជឿលើបងប្អូននឹងប្រកាសជាជួយខ្ញុំជឿលើអំពើល្អរបស់ខ្ញុំបាទកម្ពុជាឆាត់មុខថែរក្សាសម្រស់ Honey Win មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ